សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះសូមមកបញ្យល់ពុកម៉ែបងប្អូនទាក់ទងទៅនឹងបទបញ្ជាកងអគ្គិសនីពុកម៉ែបងប្អូនមានបងប្អូនសួរច្រើនខ្លាំងមែនទែនថាបទហ្នឹងមានទូនាទីចែកភ្លើងតាណាខ្លះមួយណាជាខ្សែហ្គាមួយណាជាខ្សែម៉ូទ័រចឹងទៅបាទហើយបទដែលខ្ញុំលើកយកមកបង្ហាញនេះជាប្រភេទបទកងអគ្គិសនីដែលមានកម្លាំង48វ៉ុល400វ៉ាត់ពុកម៉ែបងប្អូនតោះអញ្ចឹងយើងកុំឲ្យខាត់ពេលយូរយើងមកដឹងទូនាទីរបស់ខ្សែនីមួយៗទាំងអស់គ្នាចំពោះខ្សែ3នេះមានពណ៌ស្វាយពណ៌ត្រួយចេកចាស់ពណ៌លឿងជាប្រភេទខ្សែភ្លើងតទៅម៉ូទ័រពុកម៉ែបងប្អូនម៉ូទ័រយើងក្រោយហ្នឹងខ្សែភ្លើងធំតែម្ដងហើយក្នុងខ្សែភ្លើងហ្នឹងក៏យើងមានខ្សែភ្លើងផ្សេងទៀតជំនួយដែរដែលតទៅម៉ូទ័រខាងក្រោយចំពោះខ្សែភ្លើង5តសៃនេះជាប្រភេទខ្សែភ្លើងដែលជួយជំរុញឬក៏កំណត់ល្បឿនយឺតឬក៏លឿនចឹងទៅពុកម៉ែបងប្អូនហើយខ្សែភ្លើងមួយនេះជាប្រភេទខ្សែភ្លើងមេធំតែម្ដងភ្លើងធំរត់ពីអាគុយរបស់យើងហ្នឹងចូលបតនេះហើយខ្សែពីរនេះ5តសៃនេះខ្សែនេះជាខ្សែភ្លើងដែលបញ្ជូនទៅតេឡេបញ្ជាពុកម៉ែបងប្អូននេះខ្សែតេឡេនេះហើយ3តសៃនេះខ្សែបញ្ជាតេឡេនេះពុកម៉ែបងប្អូនខ្សែឮសំឡេងអានេះខ្សែបញ្ជាឲ្យវាបិទបើកចឹងទៅហើយខ្សែមួយទៀតនេះខ្សែល្បឿនឬក៏ខ្សែគីឡូហើយខ្សែពីរដុំនេះពីរខ្សែនេះខ្សែ sensor ចឹងទៅពុកម៉ែបងប្អូន sensor ដែលកំណត់ឲ្យវាចាប់ប្រាំងទៅវាឈប់វាអត់ទៅមុខដំណើរការចឹងទៅហើយខ្សែ4តសៃនេះជាខ្សែដៃហ្គាពុកម៉ែបងប្អូននេះខ្សែភ្លើងរត់ទៅដៃហ្គាហើយអានេះខ្សែលេខចឹងទៅពុកម៉ែបងប្អូនអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនមានចម្ងល់អីអាចសួរតាម YouTube យើងបានអរគុណ